មួយបតតាំង3ប្រភេទនេះដែល Interior Designer ក៏អាសាប្រើជាងគេហើយ3ប្រភេទហ្នឹងមានដូចជាទី1ហ្នឹង Create Mood Board ទី2 Migrate Mood Board ហើយទី3ហ្នឹងគឺ Room Illustration Mood Board ឈប់ចុះយើងធ្វើវាដើម្បីគេមូលហេតុដែលយើងធ្វើមួយបតទាំងនេះដើម្បីឲ្យលោកគ្រូឬក៏ client ងាយស្រួលយកពីទិសដៅនៃគម្រោងរបស់យើងចំពោះប្រភេទទី1គឺ Create Mood Board វាជា layout មួយដែលមានទំហំស្មើគ្នាហើយយើងរៀបចំ element វាជាក្រឡាដូច Pinterest board ចឹងគេចូលចិត្តប្រើវាក្នុងការធ្វើបទបង្ហាញ product ដែលបានselectសម្រាប់បន្ទប់មួយហើយនឹង present ពី design style ពណ៌ហើយនឹងគ្រឿងសង្ហារឹមចូលដល់ប្រភេទទី2គឺ Migrate Mood Boardវាជា version ថ្មីនៃ Create Mood Board ដែលសារវា creative ជាងហើយនឹង visual dynamic ជាងយើងអាច combine element ដែលមានទំហំផ្សេងៗគ្នាផងដែរទៅតាម creative របស់យើងពេលខ្លះការរៀបចំ Mood Board នេះដើម្បីប្រាប់ពី concept design របស់យើងប្រើវាសម្រាប់ early design concept ឬក៏ inspiration board ចូលមកដល់ប្រភេទទី3គឺ Room Illustration Mood Board វាគឺជា visual layout ដែលបង្ហាញពីរូបរាងបន្ទប់ដែលមានការ design ពេញលេញមួយរូបរាងវាជាគំនូរបន្ទប់ជា rendering ឬក៏ digital mock-up Mood board នេះវាបំពេញទៅដោយគ្រឿងសង្ហារឹម color scheme lighting ហើយនិងសម្ភារៈ decor ផ្ទះជាច្រើនហើយដើម្បីបង្កើត mood board ទាំងអស់នេះឲ្យ look professional ភាគច្រើនគេប្រើ Photoshop ជួយអ្នកទាំងអស់គ្នាវិញដែលជា interior design ចេះធ្វើ mood board នៅក្នុង Photoshop នៅឬក៏អ្នកទាំងអស់គ្នាចេះដែរប៉ុន្តែគ្រាន់ថាអត់សូវចេះប្រើប្រាស់ tool អញ្ចឹងខ្ញុំមានសាលាមួយ recommend ទៅអ្នកទាំងអស់គ្នានោះគឺ AD Academy ជា computer training school គាត់ specific ទៅលើ software ដែលអ្នកទាំងអស់គ្នាត្រូវការដែលមានដូចជា AutoCAD SketchUp Lumion Photoshop ឯជាដើមហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះដែរក៏មាន promotion ពិសេសរហូតទៅដល់ 50% ទៅលើ software ទាំងអស់នោះចាប់ពីថ្ងៃនេះរហូតទៅដល់ថ្ងៃទី20 មេសារួចរាល់ឡើងអ្នកទាំងអស់គ្នាកុំឲ្យឱកាស promotion ដ៏ល្អមួយនេះកន្លងផុតទៅឲ្យសោះអញ្ចឹងបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចតាក់ទងទៅ AD Academy ផ្ទាល់ដែលខ្ញុំដាក់ link នៅខាងក្រោមនេះ